ចង់លាបផលិតផលឬក៏ skin care ដែលយើងប្រើជាប្រចាំថ្ងៃនឹងឲ្យទទួលបានប្រសិទ្ធភាពខ្ពស់ស្បែកមុខមើលទៅគឺភ្លឺថ្លាមានសំណើមចេញពីខាងក្នុងតែម្ដងបើសិនជាយើងលាប skin care ដែលចូលទៅស្បែកមុខអស់ទោះជាយើងលាបជាប្រចាំថ្ងៃឬក៏រាល់ថ្ងៃក៏យើងអត់ធន់ដែរអញ្ចឹងថ្ងៃនេះខ្ញុំនឹងមកប្រាប់ពី3 technique ដែលអ្នកទាំងអស់គ្នាអាចសាកធ្វើបានដើម្បីឲ្យការលាប skin care កាន់តែប្រសើរជាងមុនហើយចូលស្បែកមុខអស់ទៀត technique ទី1គឺតាក់ទងជាមួយនឹងការលាងមុខយើងគួរតែលាងមុខឲ្យបានស្អាតហើយលាងមុខមួយថ្ងៃ2ដងគឺគ្រប់គ្រាន់បំផុតហើយសម្រាប់ស្បែកមិនថាស្បែកស្ងួតឬក៏ស្បែកប្រេងទេតែនៅពេលដែលលាងគឺកុំលាងឲ្យស្បែកនឹងស្ងួតខ្លាំងពេកហើយក៏អត់ឲ្យបន្សល់ជាតិខ្លាញ់នៅលើស្បែកខ្លាំងពេកដែរហើយ technique ទី2បន្ទាប់ពីយើងលាងសម្អាតស្បែកមុខរួចស្បែករបស់យើងនៅសាមតិចហ្នឹងយើងអាចលាបជាប្រភេទសេរ៉ូមចំពោះសេរ៉ូមយើងអាចជ្រើសរើសទៅតាមប្រភេទនៃស្បែករបស់យើងបានសេរ៉ូមយើងអាចជ្រើសរើសពេលព្រឹកឬក៏ពេលយប់ទៅតាមស្ថានភាពដែលយើងប្រើជាក់ស្ដែងហើយមួយទៀតសេរ៉ូមជ្រើសរើសប្រភេទសេរ៉ូមដែលមានសារធាតុរាវស្រាលហើយមិនមានជាតិស្អិតនៅលើស្បែកអញ្ចឹងនៅពេលដែលយើងលាបសេរ៉ូមហើយយើងអាចធ្វើការម៉ាស្សាស្បែករបស់យើងនឹងចំនួន15វិនាទីទៅ30វិនាទីអីទៅឲ្យសេរ៉ូមនឹងជ្រាបចូលស្បែកបានល្អបន្ទាប់មកទើបយើងអាចធ្វើការលាបជាប្រភេទលេបផ្ដោតសំណើមឬក៏លេការពារកម្ដៅថ្ងៃទៅតាមស្ថានភាពជាក់ស្ដែងនៃស្បែករបស់យើងបានហើយចំពោះ technique ទី3គឺជា technique ចុងក្រោយគឺតាក់ទងជាមួយនឹងការជំរុះកោសិកាចាស់យើងគួរតែជំរុះឲ្យបានមួយសប្ដាហ៍ហ្នឹងគឺ2ដងអីទៅហើយយើងអាចបន្ថែមជាមួយនឹងការបិទម៉ាស់ជាប្រភេទម៉ាស់ស្លឹកមួយសប្ដាហ៍ហ្នឹងគឺ2ទៅ3ដងដើម្បីឲ្យស្បែករបស់យើងហ្នឹងមានសភាពទន់អលោងមានសំណើមការលាប skin care របស់យើងហ្នឹងក៏កាន់តែបានផលខ្ពស់ហើយនឹងចូលស្បែកអស់ដែលបើសិនជាស្បែករបស់យើងគឺមានកោសិកាចាស់ដែលវានៅកកកុញលើស្បែកច្រើនពេកផលិតផលក៏អាចជ្រាបចូលស្បែកបានល្អដែរអញ្ចឹងបើសិនជាចង់បានប្រសិទ្ធភាពខ្ពស់នៅក្នុងការលាបផលិតផលឬក៏ skin care ឲ្យខ្ពស់ជាងមុនឬក៏ប្រសិទ្ធភាពល្អជាងមុនអាចសាកធ្វើ technique នេះបាន